សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ដែលរត់អបពីសធូហើយថ្ងៃនេះផងដែរខ្ញុំមកសម្រាប់រឿង Series Gensuki Episode ទី4បន្តទៀតវាពិតជាមានការអភិវឌ្ឍនិងមនុស្សសុខសាន្តច្រើនមែនតើតែនៅពេលដែលរីអូរបស់យើងកំពុងតែដើរគាត់ក៏មានអារម្មណ៍ថាមានមនុស្សតាមគាត់ហើយនៅពេលដែលគាត់ងាកទៅគឺថាមិនឃើញនោះទេហើយនៅពេលដែលគាត់ធ្វើដំណើរចេញទៅយើងឃើញថាក៏មានបានសួរទៅកាន់រីអូថាតើព្រឹកនេះពួកយើងបានអីហូបហើយរីអូក៏បានសួរទៅឡាទីហ្វាថាតើឡាទីហ្វាចង់ញ៉ាំអីឡាទីហ្វាក៏បាននិយាយថានាងចង់ញ៉ាំអូមេឡេតដាក់ជាមួយនឹងជីរីអូក៏បាននិយាយថាអូមីឡេរមិនអីនោះទេចាំគាត់ធ្វើឲ្យញ៉ាំហើយគាត់ក៏បាននិយាយទៅកាន់ឡាទីហ្វាទៀតថាមានឃើញដើមឈើធំមួយនោះទេហើយឡាទីហ្វាបាននិយាយថានាងគឺឃើញហើយនៅពេលនេះអ្នកទាំងពីរក៏បានចូលនៅក្នុងព្រៃមួយនេះហើយឃើញថារីអូរបស់យើងបាននិយាយទៅកាន់ឡាទីហ្វាថាគោលដៅរបស់យើងគឺនៅចិត្តនេះនោះទេហើយឡាទីហ្វាពិតជាសប្បាយចិត្តមែនទែនព្រោះថានៅទីបំផុតនាងក៏បានចាក់ចេញពីព្រៃមួយនេះហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលយប់ខៀតមួយហើយនៅពេលដែលគាត់ចេញមកក្រៅគាត់ក៏បានឃើញឆ្កែចចកមួយសម្លឹងមកកាន់គាត់អូខេហើយសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់ខ្ញុំពិតជាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាមែនទែនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ពីខ្ញុំបាទដារ៉ននឹងជួបគ្នានៅវីដេអូក្រោយបាយបាយ